ជប៉ុនជាប្រទេសដែនកោះព័ទ្ធជុំវិញដោយសមុទ្រសពថ្ងៃនេះជប៉ុនមានចំនួនដណ្ដើមកោះគ្នាជាមួយចិននិងរុស្ស៊ីដូច្នេះកម្លាំងយោធាមួយដែលជប៉ុនត្រូវពង្រឹងខានមិនបាននោះគឺកងទ័ពជើងទឹកថ្ងៃនេះ Channel YouTube ខ្មែរ Army Today សូមធ្វើការ review នាវាពិឃាតមួយប្រភេទរបស់ជប៉ុននោះគឺ Maya Class Maya Class ត្រូវបានផលិតដោយកង Marine ជប៉ុន Japan Maritime Self Defense Force ផលិតក្នុងឆ្នាំ2017ដល់ឆ្នាំ2021ដែលវាធ្វើទំនើបកម្មចេញពីនាវាពិឃាត Atago Class ដោយសពថ្ងៃនេះជប៉ុនមាននាវាប្រភេទនេះចំនួនតែ2គ្រឿងប៉ុណ្ណោះនាវាពិឃាត Maya Class មានទម្ងន់ 8,200 តោនទៅ 10,250 តោនគឺនៅពេលដែលវាបំពាក់សម្ភារៈរួចនឹងមានបណ្ដោយប្រវែង 170 ម៉ែត្រទទឹង 21 ម៉ែត្រស៊ីទឹកជម្រៅ 6.12 ម៉ែត្រទៅ 12 ម៉ែត្រដោយវាអាចធ្វើនាវាចរលើផ្ទៃសមុទ្រក្នុងល្បឿន 56 គីឡូម៉ែត្រក្នុង1ម៉ោងបំពេញទៅដោយសព្វាវុធមានដូចជាកាំភ្លើង 5 127 mm 62 MK 45 mode 4 gun ចំនួន1ដើមបាញ់បានចម្ងាយ 24.1 គីឡូម៉ែត្រទៅ 37 គីឡូម៉ែត្រអត្រាល្បឿនគ្រាប់រត់ 760 ម៉ែត្រក្នុង1វិនាទីដែលអាចបាញ់បាន 16 ទៅ 20 គ្រាប់ក្នុង1នាទីបំពង់សម្រាប់បាញ់គ្រាប់មីស៊ីលប្រឆាំងនាវាថេប 17 ចំនួន 8 បាញ់បានចម្ងាយ 200 គីឡូម៉ែត្រទៅ 400 គីឡូម៉ែត្រមីស៊ីលប្រភេទនេះមានសមត្ថភាពកាត់បន្ថយការតាមដានពីរ៉ាដារបស់សត្រូវវាត្រូវបានជប៉ុនទើបនឹងដាក់បង្ហាញថ្មីនេះឯងកាំភ្លើងស្វ័យប្រវត្តិ Phalanx CIWS មាន 6 កណ្ដុងប្រើប្រាស់គ្រាប់ប្រភេទ 20 គុណនឹង 102 មីលីម៉ែត្រដែលវាបាញ់បាន 4,500 គ្រាប់ក្នុង1នាទីបាញ់បានចម្ងាយ 1,486 ម៉ែត្រទៅ 5,500 ម៉ែត្រអត្រាល្បឿនគ្រាប់រត់វិញគឺ 1,100 ម៉ែត្រក្នុង1វិនាទីបំពង់សម្រាប់បាញ់គ្រាប់មីស៊ីលប្រឆាំងនាវាមុជទឹកប្រភេទ HOS 303ចំនួន2បាញ់គ្រាប់មីស៊ីល3ប្រភេទគឺ Mark 46 Torpedo បាញ់បានចម្ងាយ 74 គីឡូម៉ែត្រ Type 97 Torpedo និង Type 12 Torpedo ប្រព័ន្ធបាញ់គ្រាប់មីស៊ីលការពារដែនអាកាស MK41 Vertical Launching System ដែលអាចបាញ់គ្រាប់មីស៊ីលជាច្រើនប្រភេទដូចជា SMS-2 MR Surface to Air Missile បាញ់បានចម្ងាយ 170 គីឡូម៉ែត្រមីស៊ីលនេះមានច្រើនប្រភេទផ្សេងគ្នា SM-3 Anti Ballistic Missile ជាប្រភេទមីស៊ីលប្រឆាំងមីស៊ីល Ballistic បាញ់បានចម្ងាយ 1,200 គីឡូម៉ែត្រ SM-6 Surface to Air Missile ជាមីស៊ីលការពារដែនអាកាសបាញ់បានចម្ងាយ 240 គីឡូម៉ែត្រទៅ 460 គីឡូម៉ែត្រមីស៊ីល Type 07 VLASROC សម្រាប់ប្រឆាំងនឹងនាវាមុជទឹកដោយវាអាចបំពាក់ក្បាលគ្រាប់ Type 97 ឬក៏ Type 12 Torpedo បាញ់បានចម្ងាយ 30 គីឡូម៉ែត្រឡើងទៅមីស៊ីល IM 162 EWSM បាញ់បានចម្ងាយ 50 គីឡូម៉ែត្រឡើងទៅវាអាចវាយប្រហារពីដីទៅអាកាសនិងអាចបាញ់ពីផ្ទៃដីទៅលើទីតាំងណាមួយដូចជាបន្ទាយទាហានសត្រូវជាដើមគ្រាប់មីស៊ីលទាំងនេះបំពាក់ទៅដោយ GPS និង Semi Active Radar Homing សម្រាប់នាំផ្លូវនិងកំណត់គោលដៅចំណែកឯប្រព័ន្ធ MK41 Vertical Launching System នេះវិញវាអាចបាញ់គ្រាប់មីស៊ីលជាច្រើនប្រភេទដូចជាមីស៊ីលការពារដែនអាកាសមីស៊ីលប្រឆាំងនាវានិងមីស៊ីលវាយប្រហារពីផ្ទៃទឹកទៅលើទីតាំងដីគោកនាវាពិឃាត Maya Class Destroyer បំពាក់រ៉ាដា ANSPYDY1 ជាប្រភេទរ៉ាដាសម្រាប់ចាប់យកសញ្ញាគោលដៅមានអង្គតែនចំនួន4គ្រប់គ្រងដោយប្រព័ន្ធ Computer វាអាចចាប់សញ្ញាបានចម្ងាយ 324 គីឡូម៉ែត្រទៅ 370 គីឡូម៉ែត្រមានសមត្ថភាពចាប់គោលដៅបាន 800 គោលដៅនិងអាចបាញ់ស្ទាក់ចាប់មីស៊ីលសត្រូវក្នុងចម្ងាយ 83 គីឡូម៉ែត្ររ៉ាដានេះអាចប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកបាន
ANSPQ9B ជារ៉ាដាសម្រាប់ចាប់សញ្ញាលើផ្ទៃដីនិងគ្រប់គ្រងការបាញ់គ្រាប់កាំភ្លើងដោយវាអាចចាប់សញ្ញាបានចម្ងាយ37 គីឡូម៉ែត្រនិងបំពាក់នៅរ៉ាដាចំនួន3បន្ថែមទៀតគឺ ANSPG62 ជារ៉ាដាសម្រាប់គ្រប់គ្រងការបាញ់គ្រាប់មីស៊ីល ANSW89 និង ANXUS26 ជារ៉ាដាសម្រាប់តាមដានចាប់សញ្ញានាវាមុជទឹកដែលវាអាចចាប់សញ្ញាបានចម្ងាយ18 គីឡូម៉ែត្រទៅ64 គីឡូម៉ែត្រនាវាពិឃាតប្រភេទនេះបំពាក់ទៅដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកនិងឧបករណ៍សម្រាប់បាញ់បំភាន់ភ្នែកនិងរ៉ាដាសត្រូវប្រភេទ Mark 36 SRBOC ចំនួន4ឈុតក្នុងមួយឈុតមានបំពង់សម្រាប់បាញ់គ្រាប់ចំនួន6ត្រង់កន្លែងដែលនិយាយអំពីប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកនេះដែរគឺវាអាចធ្វើឲ្យរ៉ាដារបស់សត្រូវដំណើរការខុសប្រក្រតីមិនអាចសម្គាល់ទីតាំងរបស់នាវាថានៅកន្លែងណាឲ្យច្បាស់លាស់ឧទាហរណ៍ថានៅលើផ្ទៃសមុទ្រមាននាវាចម្បាំងតែមួយគ្រឿងប៉ុណ្ណោះប៉ុន្តែនៅពេលដែលនាវាចម្បាំងនោះបំពាក់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកគឺវាអាចធ្វើឲ្យរ៉ាដារបស់សត្រូវឃើញនាវាចម្បាំង2ទៅ3គ្រឿងនាវាពិឃាត Maya Class Destroyer បំពាក់ទៅដោយប្រព័ន្ធ Aegis System Equipped Vessel ឬក៏ហៅកាត់ថា ASEV គឺជាប្រព័ន្ធការពារពីការវាយប្រហារតាមផ្លូវអាកាសក៏ដូចជាយន្តហោះចម្បាំងគ្រាប់មីស៊ីលដែលបាញ់ផ្ទាក់ពីលើវាជាដើមនៅលើនាវាពិឃាតនេះអាចផ្ទុកទូកល្បាតមួយគ្រឿងនិងឧទ្ធម្ភាគចក្រល្បាតសមុទ្រប្រភេទ H60 មួយគ្រឿងដោយមានទូរទស្សន៍ហោះជាឆ្លប់យកការលើផ្ទៃសមុទ្រនិងតាមប្រមាញ់នាវាមុជទឹកសត្រូវឧទ្ធម្ភាគចក្រប្រភេទនេះអាចហោះក្នុងល្បឿន265 គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ584 គីឡូម៉ែត្រអាចបំពាក់មីស៊ីលប្រឆាំងនាវាមុជទឹក Mark 46ចំនួន2គ្រាប់ឬក៏បំពាក់មីស៊ីល Type 74និង Type 12ឬក៏គ្រាប់សម្រាប់ប្រឆាំងនាវាមុជទឹក Deep Sharks